ថ្មីនេះម្ចាស់ Brand សម្រស់ធារាត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងផលិតផលគោលីកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតកម្លាំងសមត្ថកិច្ចនៃស្នងការរដ្ឋាភិបាលនគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធារា TD Shop Call មេឯកកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃទី14នេះរួចបន្តឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់ការចុះបង្ក្រាបនេះមិនមែនជាករណីលើកទី1នោះទេកន្លងមកនៅខេត្តស្វាយរៀងក៏ធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រស់ធារានេះម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់ដោយបន្តចែកចាយដោយគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ25ខេត្តក្រុងមិនខ្វាយខ្វល់ពីអំពើទុច្ចរិតរបស់ខ្លួនតតែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតដោយបទល្មើសកាត់ឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯនេះវិញទើបថ្មីនេះសមត្ថកិច្ចបានចុះបង្ក្រាបជាមួយនឹងមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអាយកាអមសាលាដំបងខេត្តពោធិ៍សាត់បានឃុំខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធារាជាបណ្ដោះអាសន្ននិងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ពាក់ព័ន្ធទៅនឹងករណីខាងលើនេះក៏មានបងប្អូនយើងជាច្រើនចូលទៅខមមិនថាខ្លួនធ្លាប់បានប្រើប្រាស់ជាមួយនឹងផលិតផលសម្រស់ធារានេះដែរដោយមិនដឹងថាជាផលិតផលคล้ายៗគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនិងត្រូវតាមស្តង់ដារបច្ចេកទេសនៃការផលិតនោះទេ